អភិបាលខេត្តតាកែវណែនាំអាជ្ញាធរមូលដ្ឋានពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដល់ប្រជាពលរដ្ឋឯកឧត្តមវ័យសំណាងអភិបាលខេត្តតាកែវបានធ្វើការណែនាំនិងរំលឹកដល់អាជ្ញាធរក្រុងស្រុកឃុំសង្កាត់និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទផ្សេងៗជូនបងប្អូនប្រជាពលរដ្ឋដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់បានកាន់តែប្រសើរឡើងថែមទៀតនៅក្នុងឱកាសអញ្ជើញក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់មន្ត្រីនៃមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តតាកែវកាលពីរសៀលថ្ងៃទី2ខែធ្នូឆ្នាំ2025នៅសាលប្រជុំរដ្ឋបាលខេត្តក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអែមច័ន្ទមករារដ្ឋលេខាធិការក្រសួងយុតិធម៌និងជាសមាជិកនៃអដកតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធម៌និងជាប្រធានអដកនិងគណៈប្រតិភូអមដំណើររួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតឯកឧត្តមវ័យសំណាងបានថ្លែងបន្តថាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាយន្តការរបស់រាជរដ្ឋាភិបាលសម្ដៅធ្វើយ៉ាងណាចូលរួមដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការកាត់បន្ថយបញ្ហាវិវាទផ្សេងៗរបស់ប្រជាពលរដ្ឋនិងការចំណាយថវិកាដោយធានាបានទាំងគុណភាពនិងបរិមាណនៃប្រព័ន្ធច្បាប់ជូនភាគីទាំងសងខាងដោយឈលលើគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នាប្រកបដោយតម្លាភាពនិងទំនុកចិត្តខ្ពស់ឯកឧត្តមអភិបាលខេត្តតាកែវបានបញ្ជាក់ថាអាជ្ញាធរទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ខិតខំសម្របសម្រួលដោះស្រាយនិងផ្សព្វផ្សាយពីយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋបានយល់ដឹងបន្តទៀតនៅពេលមូលដ្ឋានរបស់យើងគ្មានបញ្ហាទំនាស់កើតឡើងវានឹងធ្វើឲ្យមានការចាប់អារម្មណ៍ពីបណ្ដាអ្នកវិនិយោគិនក្នុងស្រុកនិងក្រៅស្រុកមកបណ្ដាក់ទុនជាមិនខានដែលបង្កើតឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋក្នុងនិងក្រៅតំបន់លើកស្ទួយកម្រិតជីវភាពពួកគាត់និងសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនបន្ថែមទៀតនៅក្នុងឱកាសនោះដែរឯកឧត្តមអែមច័ន្ទមករារដ្ឋលេខាធិការក្រសួងយុតិធម៌បានថ្លែងឲ្យដឹងថាអង្គសិក្ខាសាលានេះរៀបចំឡើងដើម្បីធ្វើការផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីបេសកកម្មនិងសារៈសំខាន់នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលជាស្ថាប័នថ្មីមួយរបស់រាជរដ្ឋាភិបាលជូនដល់មន្ត្រីថ្នាក់ក្រោមជាតិដែលជាតួអង្គនៅគៀកជិតនឹងប្រជាពលរដ្ឋនិងជាអ្នកផ្ដល់សេវាដោះស្រាយវិវាទដោយផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឯកឧត្តមបន្តថាអដកគឺត្រូវបានបង្កើតឡើងដើម្បីជាយន្តការបំពេញបន្ថែមឲ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជាសម្ដៅចូលរួមចំណែកអភិវឌ្ឍប្រព័ន្ធយុតិធធម៌និងលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌សម្រាប់បុគ្គលគ្រប់រូបនៅមូលដ្ឋាននិងសហគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែប្រសើរឡើងតាមរយៈ 1. ការរក្សាបាននូវចរិតនៃការដោះស្រាយវិវាទក្នុងមូលដ្ឋានស្របតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនិង 2. ការបញ្ចប់វិវាទនិងរំលត់វិវាទដែលកើតមាននៅមូលដ្ឋានជាក់ស្ដែងសម្ដៅចូលរួមកាត់បន្ថយនៅសំណុំរឿងនៅតាមសាលាជម្រះក្តី